បងប្អូនសប្បុរសជនទាំងក្នុងស្រុកក្រៅស្រុកថ្ងៃដែរក្រុមការងារមូលនិធិខ្មែរជួយខ្មែរក្នុងគ្រាក្រអសន្នងិនពៅទឹមរដ្ឋចាបានដឹកនាំថវិកាមនុស្សធម៌ពីលោកស្រីឈឿនស៊ីណាតនិងកូនចៅនៅប្រទេសបារាំងបានឧបត្ថម្ភជូនអ្នកលោកយាយចាធីននៅវត្តព្រះរំរៃបារមីភ្នំយងព្រមទាំងស្វាមីរបស់គាត់ជាលោកឪពុកដែលគាត់កំពុងតែមានជំងឺលើសឈាមចាថ្ងៃនេះដែរគាត់បានឧបត្ថម្ភនឹងអង្គមួយបេព្រមទាំងថវិកា$100ស្មើនឹង40,000ដូចខ្មែរចាសូមលោកយាយហើយនឹងលោកពុកជួយឲ្យពរជ័យទៅម្ចាស់ទានដែលគាត់បានជួយសាធុណាអូនស្រីបានមានចិត្តជ្រះថ្លាឧបត្ថម្ភឲ្យចាឲ្យអបឲ្យបងនេះក៏សូមទូសាបារមីគុណអ្នកតាដីទៅឲ្យពរជ័យរស់ស៊ីមានបានសុខចម្រើនកុំយំពុកកុំយំអើកុំយំយំធ្វើអីកុំយំអើចានៅក្នុងក្រុមការងារគឺសូមគ្រប់ថ្លៃម្ដងគុណកុំយំអើបងគាត់ជូនថវិកាមកឲ្យឪមើលជំងឺតើឪស្រីសូមជួបផ្ទះតែសេចក្តីសុខក្តីចម្រើនទទួលទានមានបានសុខភាពពលក្នុងកុំយំអីឪយំក៏យំ